កូនចង់ដឹងថាឪពុកកូនខ្ញុំល្អខុសជាអ្នកណាគេអ្វីដែលសំខាន់នេះខ្ញុំចិញ្ចឹមកូនមកម្នាក់ឯងបានបីបាច់ថែរក្សាកូនមកបានល្អបានគួរតែប្រសើរទៅណាហើយឯងបានជីកឬជីកូនមិនសួរមិនដឹងថាគ្នាគ្មានឪពុកណាដឹងថាគ្នារស់នៅជាមួយម្ដាយដឹងថាគ្នាជាមួយកំព្រាចាំបាច់តាមវិសាលនឹងឲ្យបាក់បរំខ្លួនឯងដែលនេះខ្លាំងផ្ទុកកំផឹងខ្លាំងក្រោយបុគ្គលម្នាក់ជីកឬជីកូនសុនំពីឪពុកល្អហួរលើស្នេហ៍ក្រោតក្រៀនទទួលយកថាមពលមានជាតិវាជាមួយគ្រុតជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់អតីតតារាសម្ដែងដែលនេះខ្វាន់បានបង្កើតជីវិតដ៏ល្អហួរបានផ្ទុកកំផឹងយ៉ាងខ្លាំងទៅលើបុគ្គលម្ចាស់ទំព័រ Facebook មួយក្រោយពីបានសុនំពីវត្តមានរបស់ឪពុកល្អហួរដែលស្នេហ៍មិនសមរម្យដោយបុគ្គលរូបនោះបានសរសេរតាមរយៈ Commenter គ្រួសារវល់ឪពុកក្មេងនឹងជានរណាគេមិនដឹងនៅឯណាស្ងាត់ឆឹងសង្ស័យងាប់បាត់ទៅដឹងក្រោយពីបានឃើញសម្ដីនេះអ្នកនាងដែលនេះខ្វាន់ដែលជាម្ដាយបានផ្ទុកកំផឹងយ៉ាងខ្លាំងដោយបានឆ្លើយតបទៅបុគ្គលរូបនេះផាំងវិញថាសម្រាប់ខ្ញុំជាម្ដាយខ្ញុំទទួលយកបានតែជាមួយនឹងប្រយោគសំណួរដែលលោកឯងគ្រាន់តែឆ្ងល់ប្រាភាសាមួយខ្ញុំណាពេលតោះមិនមើលខ្ញុំលោកឯងគ្រាន់តែឆ្ងល់ហើយលោកឯងមានខួរក្អត់ភាសាដែលលោកឯងសរសេរគ្រាន់តែឆ្ងល់ហ៎មិនសួរលោកឯងទេកុំចង់ដឹងថាឪពុកកូនខ្ញុំល្អខុសជាអ្នកណាគេអ្វីដែលសំខាន់នេះខ្ញុំចិញ្ចឹមកូនមកម្នាក់ឯងបានបីបាច់ថែរក្សាកូនមកបានល្អបានគួរតែប្រសើរទៅណាហើយឯងបានជីកឬជីកូនមិនសួរមិនដឹងថាគ្នាគ្មានឪពុកណាដឹងថាគ្នារស់នៅជាមួយម្ដាយដឹងថាគ្នាជាមួយកំព្រាចាំប្រាភាសានឹងឲ្យបាក់បរំខ្លួនឯងខ្ញុំតាមសួរឯងដល់ឯងទេអត់គាត់ថាដល់ឯងឋានៈជាអីទូនាទីរាល់ថ្ងៃជាអីធ្វើការអីទេអត់ខ្លាចទេជាមួយនឹងនេះខ្លាំងនេះបញ្ជាក់ឲ្យបាក់កូនខ្ញុំគឺអត់បានខ្ញុំតាមបញ្ជាក់អញ្ចឹងណាអត់មានមកប្រាភាសាលេងសើចជាមួយចឹងខ្ញុំបានទេអត់យកភាសាមកលេងសើចជាមួយខ្ញុំបានទេមនុស្សរស់នៅរាល់ថ្ងៃមានកិត្តិយសយល់ទេលោកឯងក៏ស្រឡាញ់កិត្តិយសលោកឯងខ្ញុំក៏ស្រឡាញ់កិត្តិយសខ្ញុំទេហើយក៏ប្រាភាសាបាក់អត់បានខ្ញុំចង់បញ្ជាក់ដល់ឯងថាបាក់អត់បានទេព្រោះបាក់ខុសរឿងណាបាក់ទៅរឿងអីតែបាក់នេះបាក់ខុសរឿងបាក់ខុសផ្លូវអារម្មណ៍កូនខ្ញុំចង់បញ្ជាក់អញ្ចឹងបើសិនជាលោកឯងវិញគេសួរសំណួរហ្នឹងទៅកូនលោកឯងវិញតើលោកឯងមានអារម្មណ៍ហើយកូនលោកឯងមានអារម្មណ៍ខ្ញុំអត់ដឹងថារាល់ថ្ងៃនេះលោកឯងមានគ្រួសារហើយនៅមានកូនហើយនៅទេប៉ុន្តែបើសិនជាកូនលោកឯងមានឪពុកដូចលោកឯងនេះខ្ញុំគិតថាកូនលោកឯងច្បាស់ជាខកចិត្តជាមួយនឹងស្នេហ៍របស់ឪពុកលោកឯងដែលសួរគេជាមួយនឹងសម្បូរបាច់នេះខ្ញុំជឿអញ្ចឹងកុំឲ្យមានលើកទី2ជាមួយខ្ញុំប្រាប់ទៅដល់ឯងខ្ញុំប្រាប់ឲ្យហើយណាកើតមកជាមនុស្សឈ្មោះជាកណ្ដៅកុំយកជាកណ្ដៅប្រើខ្ញុំនិយាយទៅដែរដល់ឯងហើយប៉ាន់ទីណាប៉ាច់ចិត្តប៉ាស់កុំខ្ញុំប្រាប់ឲ្យ